ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីសហរដ្ឋអាមេរិកប្រគល់រូបបដិមាហនុមានសតវត្សទី10មកឲ្យកម្ពុជាជាផ្លូវការវិញហើយនៅថ្ងៃទី12ខែឧសភានេះបន្ទាប់ពីសារមន្ទីរមួយនៅសហរដ្ឋអាមេរិកទិញរូបបដិមានេះពីឈ្មួញអស់រយៈពេលជាង30ឆ្នាំមន្ត្រីរដ្ឋាភិបាលថានឹងដាក់តាំងរូបបដិមានេះនៅសារមន្ទីរជាតិបន្ទាប់ពីជួសជុលឡើងវិញចាលោកថាកិត្យារាយការណ៍រូបបដិមាហនុមានសតវត្សទី10ដែលសារមន្ទីរវិចិត្រសិល្បៈ Cleveland របស់សហរដ្ឋអាមេរិកបានទិញពីឈ្មួញកាលពីឆ្នាំ1982នោះប្រគល់ដល់ដៃរដ្ឋាភិបាលកម្ពុជាវិញហើយនៅថ្ងៃទី12ឧសភារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោកច័ន្ទតានីប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតក្រោយពិធីស្វាគមន៍រូបបដិមាបានបញ្ចប់ទៅនៅទីស្តីការគណៈរដ្ឋមន្ត្រីថាការប្រគល់បដិមាហនុមាននេះមកកម្ពុជាដោយផ្អែកលើព័ត៌មានថ្មីអំពីប្រភពនៃរូបបដិមាហនុមានដែលផ្ដល់ដោយកម្ពុជានិងដោយយោងលើការស្រាវជ្រាវរបស់កម្ពុជាអំពីប្រវត្តិសាស្ត្រនៃរូបបដិមានេះលោកបញ្ជាក់ថាក្រោយពីទទួលបដិមានេះកម្ពុជានឹងរៀបចំកសាងឡើងវិញនៅរូបបដិមាជាច្រើនដែលស្ថិតនៅច្រកខាងកើតប្រាសាទចិននៃរមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរវប្បធម៌សំខាន់ណាស់ចំពោះប្រទេសនីមួយៗបើប្រទេសអត់មានវប្បធម៌នោះប្រទេសហ្នឹងវាមិនជាគ្មាននេះចង់គ្នាយើងទេនេះវប្បធម៌ហ្នឹងចំពោះយើងជាពលឹងរបស់ជាតិយើងហើយរូបហ្នឹងចេញទៅហ្នឹងជាពលឹងរបស់យើងដែលបាត់ខ្លះណាដូច្នេះយើងយកពលឹងយើងមកវិញយើងសង់កសាងប្រទេសជាតិយើងមកវិញឲ្យមានសិល្បៈឬក៏វប្បធម៌យើងទាំងអស់ដើម្បីយើងគ្រប់គ្រងយើងចងក្រងវប្បធម៌យើងបានខ្ពស់ទៅដល់ដូចពីដើមរូបហនុមាននេះត្រូវបានកសាងឡើងអំពីថ្មភក់ក្នុងសតវត្សទី10ជារូបអង្គុយលុតជង្គង់ដែលមានដងខ្លួនជាមនុស្សប៉ុន្តែក្បាលជាសត្វស្វារូបបុរាណមួយនេះនឹងដាក់តាំងនៅសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញបន្ទាប់ពីជួសជុលឡើងវិញដោយត្រូវការពេលវេលា1ឆ្នាំលោក William M. Criswell អភិបាលសារមន្ទីរវិចិត្រសិល្បៈ Cleveland ឲ្យដឹងថាការប្រគល់រូបបដិមានេះគឺដើម្បីកិច្ចសហការយកអង្វែងជាមួយគ្នានិងបង្ហាញការគាំទ្រចំពោះគម្រោងកសាងឡើងវិញនៃប្រាសាទកោះកេរខ្មែរចាប់តាំងពីឆ្នាំ2013មកសហរដ្ឋអាមេរិកបានប្រគល់រូបបដិមាចំនួន6មកកម្ពុជាវិញបន្ទាប់ពីការចរចាគ្នានិងតតាំងតាមផ្លូវច្បាប់រូបបដិមាទាំងនេះរួមមានរូបបដិមាទុរយោធដែលបានមកពីសារមន្ទីរ Sotheby's ក្រុងញូវយ៉ករូបបដិមាភីមមកពីសារមន្ទីរ Norton Simon ក្នុងរដ្ឋ California រូបបដិមាពលរៀមមកពីសារមន្ទីរ Christie ក្រុងញូវយ៉ករូបបដិមាពីរទៀតជារូបទ្វារបាលឬឆ្មាំទ្វារលុតជង្គង់ធ្វើអំពីថ្មភក់មកពីសារមន្ទីរ Metropolitan ក្រុងញូវយ៉កហើយចុងក្រោយនេះគឺបដិមាហនុមានត្រឡប់មកពីសារមន្ទីរវិចិត្រសិល្បៈ Cleveland រូបចម្លាក់បុរាណទាំង6អង្គនេះត្រូវបានគេលួចយកចេញពីប្រាសាទកោះកេរកាលពីទសវត្សរ៍ឆ្នាំ70ដូចគ្នាយ៉ាងណាក៏ដោយលោកច័ន្ទនីអះអាងថានៅមានរូបចម្លាក់បុរាណខ្មែរជាច្រើនទៀតកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរនានាក្នុងសហរដ្ឋអាមេរិកហើយបច្ចុប្បន្ននេះមន្ត្រីរដ្ឋាភិបាលកម្ពុជាស្នើសុំឲ្យសារមន្ទីរទាំងឡាយនិងកន្លែងប្រមូលផ្ដុំវត្ថុបុរាណឯកជននៅសហរដ្ឋអាមេរិកពិចារណាប្រគល់វត្ថុបុរាណទាំងឡាយរបស់កម្ពុជាដែលត្រូវបានលួចក្រោយឆ្នាំ1970មកឲ្យកម្ពុជាវិញក្នុងនោះរួមមានរូបបដិមាព្រះរាមកំពុងដាក់តាំងនៅសារមន្ទីរនៅទីក្រុង Denver ជាដើមអនុសញ្ញាស្តីពីការហាមឃាត់និងការការពារមិនឲ្យមានការនាំចេញនិងការនាំចូលវត្ថុបុរាណរបស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិហៅកាត់ថា UNESCO ឆ្នាំ1970បង្ហាញថារាល់វត្ថុបុរាណទាំងឡាយត្រូវប្រគល់ជូនប្រទេសម្ចាស់ដើមវិញប្រទេសហត្ថលេខីដែលទទួលស្គាល់អនុសញ្ញានេះសរុបចំនួន128ប្រទេសរួមមានប្រទេសកម្ពុជាបានក្លាយជាប្រទេសហត្ថលេខីនៅថ្ងៃទី20ខែកញ្ញាឆ្នាំ1972ចំណែកឯសហរដ្ឋអាមេរិកបានទទួលយកអនុសញ្ញានេះនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1993ខ្ញុំថាកិត្យាវត្ថុអាស៊ីសេរីភ្នំពេញ